នៅក្នុង DaVinci បើសិនជាអ្នកទាំងគ្នាមានសិនច្រើនមួយប្លង់ដូចខ្ញុំចេះហើយអ្នកនេះចង់ render ម្ដងទាំងអស់ដោយសារតែ100ប្លង់100សិនអញ្ចឹងតែយើងចង់ render ជាមួយ clip មួយ timeline អញ្ចឹងអ្នកអាច edit បានតែអ្នកគ្នាដំបូងគឺយើង color grading អីហើយគឺយើងចូលទៅកន្លែង render គឺដំបូងអ្នកនេះចូលទៅកន្លែង delivery នេះទៅមកទៀតគឺវីដេអូដែលអ្នកចង់ render គឺត្រឹមណាឧទាហរណ៍ខ្ញុំ render ពីកន្លែងត្រឹមនេះដល់ត្រឹមនេះខ្ញុំយកអានេះត្រឹមនេះយកត្រឹមនេះមកហើយអានេះត្រឹមនេះអង្គដែលយើង render គឺពីនេះដល់នេះមកទៀតកន្លែង setting គឺអ្នកនេះយកកន្លែងទី2នេះបើសិនអ្នកនេះយកនេះមានន័យថាពីកន្លែងនេះដល់កន្លែងនេះគឺជាមួយ clip គឺវា render ចូលគ្នាទាំងអស់តែបើសិនជាអ្នកយកអានេះគឺមានន័យថាវា render ជាមួយ clip អញ្ចឹងយើងស្រួលយកទៅធ្វើជា full text ដាក់ក្នុងវីដេអូអីផ្សេងផងដែរទៅពេលរើប៉ុណ្ណឹងហើយអ្នកនេះយក setting លើរដងវីដេអូជា MP4 ហើយយក quality best and setting ដែលយើង render ប៉ុណ្ណាតមកអ្នកគ្នារើស browser ដែលអ្នកគ្នាចង់ render ដាក់ហ្នឹងឧទាហរណ៍ថាខ្ញុំដាក់បង្កើត folder មួយនេះហើយនៅក្នុងមួយនេះអញ្ចឹងយើង select folder មកតើមកអ្នកនេះដាក់ name អញ្ចឹងទៅដាក់ name អីក៏បានដែរអ្នកនេះចំណាំបានអូខេខ្ញុំដាក់ចេះហើយយើង add to render ហើយយើងចុច render ទៅពី render ពេញគឺវានឹងចេញជាមួយ timeline បែបនេះអញ្ចឹង full text ទាំងនេះគឺយើងអាចយកទៅដាក់ក្នុងវីដេអូផ្សេងហើយវាងាយស្រួលលឿននៅក្នុងការងាររបស់យើងអូខេ complete follow